ចង្កឹះមួយបាច់គេកាច់មិនបាច់បងប្អូនក្នុងដំណាក់កាលដែលប្រទេសជាតិយើងកំពុងតែប្រឈមមុខជាមួយនឹងសកម្មភាពឈ្លានពានពីសំណាក់យោធាថៃអ្វីដែលពួកយើងគួរធ្វើចាំបាច់បំផុតគឺការរួបរวมសាមគ្គីគ្នាជាធ្លុងមួយនិងធ្វើជាកម្លាំងគាំទ្រសម្រាប់កងកម្លាំងនិងរាជរដ្ឋាភិបាលរបស់យើងកន្លងមកកម្លាំងសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសគឺពិតជាបានចូលរួមយ៉ាងផុលផុសនិងជាកម្លាំងជួរក្រោយដ៏រឹងមាំបំផុតតាមរយៈសម្លេងរបស់ពួកយើងទៅកាន់សហគមន៍អន្តរជាតិការឧបត្ថម្ភគាំទ្រនិងការផ្ដល់ជាកម្លាំងចិត្តទៅកាន់កងកម្លាំងជួរមុខនិងរាជរដ្ឋាភិបាលស្របពេលដែលស្ថានភាពហាក់មានភាពផុយស្រួយនៅឡើយដែលយើងចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតនិងខណៈពេលដែលរាជរដ្ឋាភិបាលរបស់យើងកំពុងតែបន្តកិច្ចការងារលើសមរភូមិការទូតជាមួយនឹងផ្លូវច្បាប់អ្វីដែលខ្ញុំចង់ស្នើសុំបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់គឺសូមឲ្យបន្តឈរជាមួយនឹងរាជរដ្ឋាភិបាលនិងគាំទ្រលើជំហររបស់កម្ពុជាយើងរាជរដ្ឋាភិបាលរបស់យើងក៏ជាឈាមខ្មែរដូចយើងដែរដូច្នេះគ្មានហេតុផលអីដែលលោកនឹងធ្វើឲ្យប្រទេសជាតិយើងត្រូវខាតបង់ប្រយោជន៍ឬក៏បាត់បង់អ្វីដែលជារបស់យើងទៅឲ្យជាតិសាសន៍ដទៃទេសូមបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាលហើយបន្តគាំទ្រលើជំហររបស់លោកនិងធ្វើជាកម្លាំងចិត្តដ៏រឹងមាំដើម្បីលោកអាចយកឈ្នះសត្រូវរបស់យើងបាន